សូមស្វាគមន៍បងប្អូនដែលចូលមកកាន់ការផ្សាយរបស់នាងខ្ញុំថ្ងៃនេះសូមពំនាំនៅអារម្មណ៍ក្តុកក្តួលតាក់ទងនឹងបុណ្យ7ថ្ងៃរបស់បងប្រុសណាឃឹមបងប្អូនទាំងអស់គ្នារយៈពេល7ថ្ងៃហើយដែលរូបកាយរបស់បងប្រុសណាឃឹមបានរលាយនិងចាក់ចោលពីដួងព្រលឹងយោងទៅតាមគេហទំព័ររបស់បងប្រុសព្រំប្រសិទ្ធដែលគាត់បានធ្វើដំណើរទៅចូលរួមបុណ្យ7ថ្ងៃនៅថ្ងៃនេះផ្ទាល់តែម្ដងលោកបានបង្ហោះនៅ caption ដូចនេះថាបងប្អូនមកបុណ្យប្អូនច្រើនណាស់បងកាន់តែក្តុកក្តួលពេលឮប្អូនស្រីប្អូនប្រាប់ថាគាត់ឲ្យម្ដាយធ្វើផ្ទះស្រួលបងមកលេងមានកន្លែងសម្រាកឥឡូវបងមកដល់ហើយប្អូននៅឯណាបងប្អូនទាំងអស់គ្នានេះគឺជាអារម្មណ៍មួយដែលមិនអាចពណ៌នាហើយមួយវិញទៀតលោកគីសាវិនក៏បានទៅចូលរួមផងដែរដែលលោកបានចូលរួមស្មូតគឺជាការស្មូតលាគ្នាលើកចុងក្រោយបុណ្យសពក៏គាត់បានទៅចូលរួមដែរបងប្អូនប៉ុន្តែថ្ងៃនេះគឺមានបងប្អូនមកច្រើនកកខ្លាំងមែនតែនហើយក្រុមតន្ត្រីបុរាណរបស់គាត់នឹងក៏មកជាច្រើនផ្សេងទៀតក្រៅពីមេងលីនិងគីសាវិននោះគឺគាត់ចូលរួមស្មូតក្នុងកម្មវិធីបុណ្យ7ថ្ងៃនេះហើយម្នាក់មានទឹកមុខក្រៀមក្រំនិងក្តុកក្តួលស្មូតបណ្ដាទឹកភ្នែកស្រក់ចុះបណ្ដាអួលដើមកបណ្ដាបងប្អូនទាំងអស់គ្នាអញ្ចឹងហើយសម្រាប់វត្តមានលោកព្រំប្រសិទ្ធនិងសម្បត្តិរិទ្ធីក៏ដូចគ្នាដែរគឺនៅទីនោះដូចគ្នាក្នុងបុណ្យ7ថ្ងៃនេះគឺអាខានមិនបានទេអ្នកទាំងពីរសុកចិត្តបិទតូបកាហ្វេចោលសិនដើម្បីមកចូលរួមហើយបងប្អូនចង់ដឹងថាលោកសម្បត្តិរិទ្ធីនិងលោកព្រំប្រសិទ្ធមានតូបកាហ្វេឈ្មោះអីហើយរឿងរ៉ាវអ្នកទាំងពីរបែបណានាងខ្ញុំសូមអាប់ដេតជូនបងប្អូននៅវីដេអូក្រោយដែលខ្ញុំចាប់អារម្មណ៍ពីទឹកចិត្តរបស់គាត់ទាំងពីរអញ្ចឹងនាងខ្ញុំនឹងធ្វើវីដេអូមួយដើម្បីចែកជូនបងប្អូនទាំងអស់គ្នាបាយបាយ